ขณะเป็นយើង496គឺយើងរកកីឡាករទូទាំងប្រទេសកម្ពុជាយើងមានកីឡាកររត់21គីឡូមានតែ2នាក់គត់ក្នុងនោះមានបងតូរិស្ចាមួយដែលជើងខ្លាំងបាទរត់តូរិស្ចាបាទគឺរត់បានរង្វាន់លេខ1បាទខ្មែរយើងណាហើយខ្ញុំចង់និយាយថាឆ្នាំ1996ពេលនោះប្រជាជនខ្មែរយើងភាគច្រើនអត់ដល់ស្គាល់ម៉ារ៉ាតុងជាស្អីទេគាត់សួរខ្ញុំមកថាតើម៉ារ៉ាតុងជាស្អីអញ្ចឹងណាបាទអញ្ចឹងយើងប្រមូលបានអ្នករត់21គីឡូ2នាក់ហើយអ្នករត់10គីឡូបានប្រហែលជា4 5នាក់តែប៉ុណ្្នឹងអស់ហើយអាហ្នឹងយើងប្រម៉ែប្រមូលណាប្រម៉ែប្រមូលអស់ហើយអត់មានអ្នកណាទេអញ្ចឹងក្រៅពីនោះគឺបរទេសជនជាតិជប៉ុនជនជាតិអីផ្សេងៗចូលមករត់ដំបូងបានប្រហែល100នាក់ដល់700នាក់ឆ្នាំទី1 1996អញ្ចឹងណាយើងចង់និយាយថារហូតដល់សប្តាហ៍ថ្ងៃនេះខ្មែរយើងអ្នករត់21គីឡូរាប់ពាន់នាក់បាទរាប់ពាន់នាក់អញ្ចឹងណាសบายការវិវត្តបាទវិវត្តវិញច្រើន42គីឡូក៏ដូចគ្នា42ខ្ញុំយល់ថាប្រហែលជា1000នាក់ដែរ42បាទមិនលើពី1000ទេប៉ុន្តែប្រហែលនឹងដែរប៉ុន្តែបើសិនជា21ដឹងថាលើ1000នាក់បាត់ហើយបាទខ្មែរយើងខ្លាំងអញ្ចឹងវាមោទនភាពមួយដែរប៉ុន្តែនេះយើងក៏ឃើញថាវាមានការសบายព្រោះតែយើងបង្កើតចលនាម៉ារ៉ាតុងយើងទូទាំងប្រទេសជាតិកម្ពុជាយើងនេះអញ្ចឹងទេយើងមាននៅជាចាប់ផ្ដើមដំបូងគឺនៅអង្គរវត្តរួចហើយបន្តពីអង្គរវត្តហ្នឹងភ្នំពេញហើយអង្គរអេមផាយម៉ារ៉ាតុងយើងនៅអង្គរវត្តដែរហើយក្រុងពាក់សីហនុយើងបង្កើតនឹងដែរបាទលើកទី11ហើយនៅកំពង់សោមយើង11ឆ្នាំហើយបើអញ្ចឹងជាចលនាមួយក្នុងនាមជា organizer ជាមួយគណៈកម្មការជាតិអូឡ িম্প ិកយើងធ្វើម៉េចឲ្យបង្កើតជាចលនាមហាជនដែលមានការរត់ហ្នឹងរត់ប៉ុណ្ណឹងហ្នឹងឲ្យបានច្រើនប៉ុន្តែគ្រាន់តែថាការលំបាកដំបូងដែលបង្កើតដំបូងឡើយហ្នឹងគឺពិបាករកកីឡាករបាទរហូតដល់ឥឡូវនេះយើងជោគជ័យហើយយើងឃើញថានៅតាមខេត្តនិងតាមក្លឹបមួយចំនួនគាត់ក៏បានធ្វើអញ្ចឹងបានន័យថាចលនានឹងកាន់តែរីកដុះដាលអញ្ចឹងទៅពេលយើងធ្វើព្រឹត្តិការណ៍ធំក្នុងនាមព្រឹត្តិការណ៍របស់ប្រទេសជាតិអញ្ចឹងវាមានអ្នកចូលរួមគ្រប់គ្រាន់ហើយយើងក៏សង្ឃឹមថាមិនមែនប៉ុណ្្នឹងទេយើងសង្ឃឹមថាកាន់តែរីកចម្រើនតទៅទៀតយើងត្រូវការមានការកែតម្រង់បាទកែតម្រង់បែងចែកបាទកែតម្រង់ឲ្យអាប់ដេតដូចជាប្រទេសដទៃដើម្បីដេញតាមគេនិយាយរួមទៅការព្រឹត្តិការណ៍ដែលយើងរៀបចំហ្នឹងមិនមែនថាយើងផ្ដោតទៅលើកិត្តិយសរបស់ប្រទេសយើងដែរកិត្តិនាមរបស់ប្រទេសយើងដោយសារយើងត្រូវមានការប្រណាំងប្រជែងជាមួយតំបន់ប្រទេសនានាក្នុងតំបន់ដែរអាហ្នឹងជាគោលដៅធំរបស់យើងធ្វើម៉េចយើងឲ្យថាក្នុងតំបន់គឺការរៀបចំរបស់យើងត្រូវលេចធ្លោនៅក្នុងតំបន់អានឹងជា target របស់យើង And before that we will have some ceremony ជាមួយនឹងចំណេះជំនាញចិត្តនឹងប្រកបដោយឆ្នាំ2000អ្នករត់នឹងទាំងអស់គឺអរគុណណាស់ស្វាគមន៍មែនទែន